trong chỉ chấm tray bàn tay ăn miên sả dương cua thơm mịch hay bóng ôn mưa video này tới cứ đăng ấy đừng ảnh chấm bàn đôi bạch miên sả tất tì hay ní đá cứ chia cạn sự than chấm tray bóng ôn cứ kì chấm tray nơi lư câu tại một đòn đôi bạch miên sả tất tì hay càng chấm tray bọc kia nó cứ miên trao bọc hết men tên mà than tray đánh tray lẹ cái nạ tray tăng nó được cái tray ép thì cứ miên cục sọp tại một đòn hay càng chấm bọc kia nó cứ lẹ cái nạ stong đa và chạy cái tê trâm tray bọc kia nè cứ ăn miên paul passport là sọc cọp hiệp nè bò được hộp tray năng tê cứ kì chấm tam lẹ cái nạ bàn sắc xa trâm tray để bóng ôn khơi sạp nơi khung video năng trắng bạch miên sả tất tì bóng ôn và các sả sản phẩm này mất nó lừa đầy tại một đòn hay chẳng cái càng chấm tray bọc kia ní cứ bàn paul xa kim sợi hot ứng thái tom ấy tì hay cả đồ tật đồ ấy nó còn nghe sưu đài hồ tranh tại một đòn hay bóng ôn chập ở róm mà càng chấm tray bẹp ní tê bớt sẽ chập ở róm ai sắc xa bị vía bán hay dương riệp chom tới ai những chụp này đam tuấn khác không ca thưa an thưa ấy mẹ trong miền này tái ca paul là dương bàn mà bình nó còn trả cua xóm này chẳng bóng ôn để nẹn chấm tray ai cái lệnh mưa càng chấm bẹp ní bàn complex xe chạy đồng lệch video ní mình nẹn môi phong bóng ôn tặng ở cái videoนี้คือพญาจูนบองปอนទាំងអស់គ្នាបាទជាពិសេសគឺបងប្អូនដែលជាម្ចាស់ចំការពោតដែលមានដីធំដាំដុះពោតណាបងប្អូនទាំងអស់គ្នាក៏លេចមើលកសិកម្មនៅស្រុកគេគឺចំណេញមែនតែនគេដាំដុះដំណាំពោតហើយគេដាក់នៅក្រោមពោតនោះគឺគេដាំដុះដំណាំម្ទេសទៀតនេះគឺជាអាម្ទេសយើងហៅថាម្ទេសដៃនាងណានៅខាងស្រុកថៃគឺគេដាំបែបនេះដើម្បីបានផលចំណេញពីម្ទេសនោះមកតង់ទៀតបន្ទាប់ពីគេដាំពោតឲ្យឡើងខ្ពស់ល្អហើយគេចាប់ផ្ដើមមកដាំម្ទេសនៅពីក្រោមហើយការដាំម្ទេសរបស់គេនេះគឺបន្ទាប់ពីយើងកាច់ពោតហើយគឺគេយកដើមពោតហ្នឹងដើម្បីធ្វើជាឈ្នួរធ្វើជារងដើម្បីទប់ដើមម្ទេសហ្នឹងតែម្ដងអញ្ចឹងហើយគឺចំណេញមែនតើហើយក្នុងមួយចំការហ្នឹងគឺមើលឃើញដាច់កតុយភ្នែកតែម្ដងបងប្អូនហើយមិនតិចជាងរាប់ម៉ឺនដើមទេហើយក្នុងមួយថ្ងៃហ្នឹងគឺប្រើកម្មករក៏មិនតិចអ្នកដែរព្រោះដីគេរាប់សិបហិកតានោះបងប្អូនហើយមើលដាច់កតុយភ្នែកហើយដំណាំម្ទេសគេនេះគឺល្អមែនតើបើគេមានបាញ់ថ្នាំសម្រាប់សត្វល្អិតអីផ្សេងអញ្ចឹងទៅបងប្អូនយើងអ្នកធ្វើចំការគឺដឹងហើយត្រូវតែការបាញ់ថ្នាំការពារសត្វល្អិតដើម្បីបានទិន្នផលខ្ពស់ហើយដូចបងប្អូនឃើញស្រាប់អញ្ចឹងបាទម្ទេសគេគឺល្អមែនតើហើយគេអាចផ្គត់ផ្គង់នៅក្នុងស្រុករបស់គេក៏ដូចជានាំចេញទៅក្រៅប្រទេសផងដែរដោយសារនៅស្រុកថៃគឺគេចូលចិត្តម្ទេសមែនតើណាអញ្ចឹងបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលមានចំការពោតកុំឲ្យទំនេរដីបងប្អូនទាំងអស់គ្នាយើងដាក់ម្ទេសពីក្រោមដូចគេនេះទៅបាទអាចចំណេញបានមកតង់ទៀតអរគុណច្រើនបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ follow page ក៏ដូចជា like share វីដេអូនេះម្នាក់មួយផងនិយាយរឿងចិញ្ចឹមត្រីបងប្អូនទាំងអស់គ្នាថាខ្លាចអត់ទីផ្សារឥឡូវនេះងាកមកមើលការចិញ្ចឹមទុងវិញម្ដងបងប្អូនទាំងអស់គ្នាធានាថាទីផ្សារគឺអត់ខ្វះទេហើយតម្លៃថ្លៃទៀតឲ្យតែបងប្អូនចិញ្ចឹមបានឥឡូវនេះយើងក៏លេចទៅមើលការចិញ្ចឹមទុងនៅខាងវៀតណាមបងប្អូនគឺគេដឹកចេញទាំងឡានទាំងតោនបែបនេះតែម្ដងហើយបងប្អូនមិនបាច់ភ័យថាអូនៅស្រុកគេគេនាំចូលស្រុកយើងនៅស្រុកយើងដឹងនាំទៅណាឲ្យតែបងប្អូនចិញ្ចឹមសិនទៅទីផ្សារស្រុកយើងគឺទុងនេះគឺទីផ្សារថ្លៃមែនតើបងប្អូនមិនជឿទៅផ្សារសួរមើលទុងដែលដល់គីឡូអាទីថា2-3 1គីឡូអីហ្នឹងសួរតម្លៃមើលអត់ក្រោម 25,000 ទៅ 30,000 ទេអញ្ចឹងហើយការចិញ្ចឹមទុងនេះគឺលក្ខណៈថាបើសិនជាបងប្អូនចិញ្ចឹមបានគឺល្អមែនតើដោយសារទីផ្សារវាទលំទលាយណានៅស្រុកយើងក៏តម្រូវការច្រើនដែរមិនថាស្រុកយើងស្រុកគេទេឲ្យតែបងប្អូនចិញ្ចឹមបានហើយវីដេអូនេះគឺសម្រាប់បងប្អូនដែលស្រឡាញ់កសិកម្មស្រឡាញ់ការចិញ្ចឹមសត្វគឺត្រូវហើយប៉ុន្តែបើសិនជាបងប្អូនដែលមិនសូវចូលចិត្តកសិកម្មមិនសូវចូលចិត្តការចិញ្ចឹមសត្វទេមើលវីដេអូនេះទៅដូចជាមិនសូវចាប់អារម្មណ៍ណាប៉ុន្តែបើសិនជាបងប្អូនចាប់អារម្មណ៍អាចសិក្សាពីវាទៅបាទធ្វើចិត្តឲ្យលះណាបងប្អូនទាំងអស់គ្នាបើយើងមិនលុកយើងមិនដឹងទេកុំថាឡាគេធ្វើលឺគេថាអត់ហ៊ានធ្វើចង់ធ្វើដែរតែលឺគេថាលុកមិនចាញ់អត់ហ៊ានធ្វើបដ ாய் ហើយទុកឲ្យគេអ្នកធ្វើនោះគេលុកកើបលុយរាល់ថ្ងៃអញ្ចឹងហើយបងប្អូនទាំងអស់គ្នាខ្ញុំរីកមិនឲ្យបងប្អូនទាំងអស់គ្នាថាមុនធ្វើអីមួយយើងគួរសិក្សាច្បាស់លាស់សិនណាហើយខ្ញុំនោះក៏មិនមែនអ្នកជំនាញខាងចិញ្ចឹមសត្វអីទេបងប្អូនហើយគ្រាន់តែឃើញវីដេអូនៅក្រៅប្រទេសអីគេទំនងគេចិញ្ចឹមអីដែលបានកាក់កបហ្នឹងគឺយកមកចែកម្លែកបងប្អូនទាំងអស់គ្នាក្រែងបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅអាចចិញ្ចឹមអាចអីចឹងទៅហើយបងប្អូនទាំងអស់គ្នាបាទគួរតែសិក្សាពីការចិញ្ចឹមទុងនេះដោយសារឃើញវៀតណាមគេចិញ្ចឹមបានច្រើនណាស់ហើយសម្រាប់ស្រុកយើងក៏ឃើញមានអ្នកចិញ្ចឹមច្រើនដែរលក្ខណៈតែគេរកស៊ីបានគេមិនសូវផ្សព្វផ្សាយទេបងប្អូនហើយបើសិនជាខ្ញុំអ្នករកស៊ីបើខ្ញុំរកស៊ីមុខរបរនឹងបានច្រើនខ្ញុំមិនផ្សព្វផ្សាយថាមុខរបរនឹងវារកស៊ីបានដែរតែគេរកស៊ីច្រើនយើងវាពិបាកលក់ដូរចឹងដែរប៉ុន្តែខ្ញុំមិនមែនអ្នកលក់អ្នកដូរអ្នកទិញអីណាគ្រាន់តែឃើញវីដេអូតំណងក៏យកមកចែកម្លែកបងប្អូនយើងទៅដែលស្រឡាញ់កសិកម្មស្រឡាញ់ការចិញ្ចឹមសត្វអាចសិក្សាពីវាបានព្រោះមុខរបរចិញ្ចឹមទុងនេះគឺតំណងមែនតើហើយហាងឆេគឺខ្ពស់ដែរបងប្អូនអ្នកខ្លះដែលជាម្ចាស់ចំការលហុងចំណុចមួយនេះគឺបងប្អូនទាំងអស់គ្នាប្រកាសជាមើលរំលងទៀតហើយបងប្អូនទាំងអស់គ្នាបាទតាមដានទស្សនាទាំងអស់គ្នានៅចំណុចមួយនេះដែលស្រុកថៃបាទគឺកំពុងតែធ្វើរាល់ថ្ងៃហើយផ្ដល់ការងាយស្រួលនិងផលប្រយោជន៍ដល់គេជាច្រើនមែនទែនណាបងប្អូនទាំងអស់គ្នាហើយបងប្អូនឃើញស្រាប់អញ្ចឹងនេះគឺជាចំការលហុងដែលគេដាំដុះលើផ្ទៃដីដែលធំរាប់សិបហិកតាអញ្ចឹងទៅហើយនៅក្នុងចំការលហុងរបស់ពួកគេនឹងគឺគេជីកបន្លាយនៅតាមរងរបស់លហុងហ្នឹងបងប្អូនទាំងអស់គ្នាហើយបន្ទាប់
មកទៀតដល់ថ្ងៃដែលគេប្រមូលផលហ្នឹងគឺគេចាប់ផ្ដើមបេះផ្លែល្ហុងឲ្យបោះទៅក្នុងបន្លាយទឹកហ្នឹងហើយបងប្អូនមានឆ្ងល់ទេហេតុអីបានគេបោះផ្លែល្ហុងចូលទៅក្នុងបន្លាយទឹកហ្នឹងគេបោះបែបនេះគឺដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនមកកាន់ទីតាំងមកកន្លែងដែលគេប្រមូលផលទុកស្តុកឬក៏លក្ខណៈដឹកចេញពីចំការរបស់ពួកគេណាដោយសារចំការរបស់គេធំអញ្ចឹងគេត្រូវការធ្វើបែបនេះដើម្បីប្រមូលផលហើយកាលណាតែបងប្អូនទាំងអស់គ្នាអត់ធ្វើបន្លាយទឹកបែបនេះទេគឺយើងត្រូវការចំណាយការដឹកហ្នឹងគឺតាមម៉ូតូឬក៏តាមលម៉កអីចឹងទៅអញ្ចឹងហើយវាយូរជាងការដែលយើងដាក់តាមបន្លាយហ្នឹងគេដឹកតាមទូកណាវាងាយស្រួលប្រមូលដោយសារចំការរបស់គេធំហើយសម្រាប់បងប្អូនដែលមានចំការតូចៗអាហ្នឹងអត់អីទេយើងអាចដឹកតាមទេសតាមលម៉កតាមម៉ូតូអីយើងក៏ជូនដោយដៃដោយផ្ទាល់អញ្ចឹងក៏បានដែរប៉ុន្តែដោយសារចំការគេនេះគឺធំអញ្ចឹងគេរៀបចំអាជីកបន្លាយទឹកនៅតាមចន្លោះរងដើមល្ហុងហ្នឹងដើម្បីងាយស្រួលក្នុងការប្រមូលផលដឹកមកកាន់មកកន្លែងដែលគេស្តុកទុកអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាណាដែលមានចំការល្ហុងធំអាចមើលអនុវត្តតាមវិធីនេះបានគឺងាយស្រួលមែនតើនៅស្រុកថៃណាយើងអាចធ្វើតាមគេបានដើម្បីចំណេញការដឹកជញ្ជូនហើយងាយលឿនងាយស្រួលក្នុងការប្រមូលផលខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់ហើយតកួនឆ្លក់ទឹកក៏ដូចជាកឆែតឆ្លក់ទឹកកពីងពួយឆ្លក់ទឹកអីហ្នឹងណាប៉ុន្តែថ្ងៃនេះមិនមែនតកួនមិនមែនកឆែតទេបងប្អូនហើយនេះគឺជាមើមផលិតណាបងប្អូនទាំងអស់គ្នាដែលគេយកទៅបណ្ដុះឲ្យវាដុះកូនផលិតចេញមកខ្ចីបែបនេះបន្ទាប់មកទៀតគេដកវាយកទៅលក់នៅលើទីផ្សារហើយមិនលក់តែត្រឹមទីផ្សារទេបងប្អូនលក់ទៅដល់ក្នុងផ្សារទំនើបទៀតហើយឃើញថាគេពេញនិយមចូលចិត្តមែនតើណាអាកូនផលិតខ្ចីដែលតែដុះបែបនេះហើយនៅស្រុកថៃគឺគេកាក់កបដែរក្នុងការរបរនេះហើយគេអត់សូវចំណាយដើមទុនច្រើនទេបងប្អូនទាំងអស់គ្នាបាទគេមានតែមើមផលិតហ្នឹងមកយកមកបណ្ដុះឲ្យមើមផលិតនេះបណ្ដុះម្ដងបានច្រើនដងមែនតើមកទៅវាខូចណាអញ្ចឹងហើយពេលដែលដកយកអាកូនផលិតដែលដុះចេញហើយអស់ហ្នឹងគឺគេដាក់វាត្រាំទឹកបែបនេះទៀតដើម្បីឲ្យវាដុះចេញមកតទៀតពីបងប្អូនឃើញស្រាប់នៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយមើលទៅងាយស្រួលមែនតើបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនយើងដែលរស់នៅស្រុកស្រែចំការអាចបន្ថែមមុខរបរនេះបានអាចលក់នៅលើទីផ្សារណាហើយបើបងប្អូនថៃគេលក់មិនចាញ់លក់មិនដាច់ដឹងមានអ្នកហូបអត់បងប្អូនសាកលបងធ្វើអាចសាកធ្វើខ្លួនឯងណាដាក់មកធុងពីរធុងលោមើលហើយភ្លក់មើលរសជាតិវាបែបណាហើយបើថាឆ្ងាញ់ទទួលយកបានបងប្អូនយកលក់នៅលើទីផ្សារទៅប្រកាសជាមានអ្នកទិញហើយដោយសារគេចូលចិត្តរបស់ប្លែកៗនឹងដែរបើគាត់ថានៅស្រុកថៃគេពេញនិយមណាបងប្អូនទាំងអស់គ្នាបាទគេបរោះទាំងធុងបែបនេះតែម្ដងនេះបងប្អូនឃើញអញ្ចឹងហើយគេនាំទៅលក់នៅលើទីផ្សារមិនថាផ្សារធម្មតាឬក៏ផ្សារទំនើបទេឲ្យតែមានគេយកទាំងអស់បងប្អូនដោយសារនៅស្រុកគេចូលចិត្តហើយខ្ញុំជឿថានៅស្រុកគេហូបបាននៅស្រុកយើងក៏ហូបបានដែរប៉ុន្តែណាតែបងប្អូនទាំងអស់គ្នាអត់ដែលណាដែលយកទៅលក់ឬក៏ដូចជាអានេះប្រាប់ថាបន្លែថ្មីណាវាមិនថ្មីទេបងប្អូនមើលទៅដែលជាដើមផលិតដូចតែគ្នាបើគាត់អានេះគេលក់ជាកូនផលិតខ្ចីបែបនេះបងប្អូនឃើញអញ្ចឹងបាទគេចាប់ផ្ដើមចងវាជាដុំយកទៅលក់នៅលើទីផ្សារហើយសម្រាប់តម្លៃវិញក៏មិនថោកដែរបងប្អូនទាំងអស់គ្នាវាល្មមសមរម្យអាចទទួលយកបានដែលគុតគង់ចំណូលគ្រួសាររបស់គាត់អញ្ចឹងណាហើយគាត់ដាំជាប្រចាំថ្ងៃនៅខាងស្រុកថៃហ្នឹងគឺមានកន្លែងរបស់គាត់ហ្នឹងមួយគឺគាត់ចាប់អារម្មណ៍ដាំផលិតហ្នឹងយកទៅលក់តែម្ដងនេះបងប្អូនឃើញស្រាប់អញ្ចឹងមិនបាច់មានស្រះទឹកមិនបាច់មានតពាំងទឹកទេគឺយើងប្រើតែធុងជ័រហ្នឹងមកដើម្បីបណ្ដុះឲ្យមកជាការស្រេចហើយអញ្ចឹងបងប្អូនបាទចាប់អារម្មណ៍អាចសាកល្បងមើលបានព្រោះថាមើលផលិតហ្នឹងងាយស្រួលរកទេហើយការដាំដុះក៏អត់មានអីវែងឆ្ងាយដែរដាក់តែត្រាំទឹកចោលជាការស្រេចអាចសាកល្បងបានណាបងប្អូនទាំងអស់គ្នា